វីដេអូនេះគឺជាវីដេអូទី2ក្នុង Bucket List ឆ្នាំ2026នឹងហ្មងដែលខ្ញុំបាន join workshop ពី Hack Cafe បងជួមគឺនៅតតែ energy នឹងហ្មងគ្រាន់តែវីដេអូនោះខ្ញុំថតតាំងពីថ្ងៃ Valentine ទំបានផុសឥឡូវទេអញ្ចឹងក្នុងវីដេអូនោះខ្ញុំនឹង share ពី activity ខ្លះៗដែលខ្ញុំបាន join ក្នុង workshop និយាយទៅប្លែកមែនដំបូងឡើយខ្ញុំក៏ចាអារម្មណ៍ថាគាត់មាន workshop នឹងដែរតែឃើញ page របស់គាត់ផុសអញ្ចឹងថាថ្ងៃ14ដែលជាថ្ងៃ Valentine ហ្នឹងពីតតែ energy គឺគាត់នឹងមាន workshop មួយនៅសាខាកនរាហ្នឹងហ្មងនៅសាខានេះគឺខ្ញុំអត់ដែរមកទេនិយាយទៅមកលើកទី1ហ្មងប្លែកមែនហើយបើកន្លែងវិញក៏ធំទូលាយទៀតទៅដល់ហ្នឹងខ្ញុំក៏បានប្រាប់គាត់ដែរថាខ្ញុំបានចុះឈ្មោះ workshop នៅខាងគាត់នឹងដល់ពេលអញ្ចឹងទៅគឺគាត់រៀបចំឲ្យខ្ញុំម្លងពេលហ្នឹងខ្ញុំក៏បានដើរមើលចិត្តហ្នឹងដែរអញ្ចឹងបាទក្នុងហ្នឹងវិញគឺសបល់របស់មែនតើហើយជាពិសេសមានតាំងពីនោះដល់ station នេះទៀតនិយាយទៅលយមែនបាទនៅកន្លែងកាហ្វេខាងគាត់ក៏មានជាប្រភេទ bakery នេះដែរនិយាយទៅថ្លៃក៏សមរម្យទៀតដូចមកផ្អមនេះអញ្ចឹងថ្លៃតែ10000ជាងទេមានឡើង5នំបាទហូជាក៏ឆ្ងាញ់ពេលដែលខាំទៅនំនៅខាងគាត់ក៏តុនទៀតបន្ទាប់ពីខាងគាត់រៀបចំមកហើយឥឡូវដល់វគ្គឆុងកាហ្វេម្ដងទៅដល់ហ្នឹងបាច់ភ័យទេបើសិនជាអាចឆុងកាហ្វេអញ្ចឹងគឺគាត់នឹងបញ្យល់យើង detail មួយមកហើយខ្ញុំក៏បានធ្វើកាហ្វេបងស្រួលមួយដែរអញ្ចឹងបន្ទាប់ពីឆុងហើយអញ្ចឹងគឺកាហ្វេនៅខាងគាត់ឡើង smooth មកហើយក្លិនវិញក៏ឈ្ងុយទៀតបន្ទាប់ពីធ្វើហើយអញ្ចឹងមើលឡើងតំណងហ្មងកាហ្វេនៅខាងគាត់ហ្នឹងឥឡូវដល់វគ្គភ្លក់កាហ្វេនៅខាងគាត់នឹងម្ដងនិយាយពីថាកាហ្វេនៅខាងគាត់ហ្នឹងឈ្ងុយមែនបាទហូជាតិវិញក៏ឆ្ងាញ់ទៀតផឹកបដាញ៉ាំមួយនំប៉័ងនាងបដានិយាយទៅអែមហ្មងបន្ទាប់ពីភ្លក់ហើយដល់វគ្គមួយទៀតគឺគាត់ព្រានធ្វើសូកូឡាជាមួយនឹងម៉ាឆាម្ដងគាត់តែធ្វើនេះគឺធ្វើនៅខាងក្រៅម្ដងអញ្ចឹងដបងគេនេះវិញគឺខ្ញុំមកធ្វើសូកូឡាដោះគោទៅដល់ហ្នឹងគឺគាត់នឹងព្រានយើងថាធ្វើមិនខ្លះអញ្ចឹងបន្ទាប់ពីធ្វើហើយអ្នកនិយាយទៅមើលឡើងតំណងហ្មងហើយបន្តមកទៀតដល់វគ្គធ្វើម៉ាឆាម្ដងនិយាយតាមត្រង់គឺខ្ញុំអត់ដែរកូម៉ាឆាទេនេះលើកទី1ហ្មងសបាយក៏សបាយអារម្មណ៍ក៏ប្លែកម្យ៉ាងដែរនៅមានច្រើនជាងនឹងទៀតគ្រាន់តែខ្ញុំថតតែពីរនឹងសិនសរុបមកបានគេចង់ជួល workshop ពី Hack Cafe បងជួយហ្នឹងគឺអាចតាមបាន page របស់ Total Energy បានគឺគាត់នឹងផុសក្នុង page របស់គាត់នៅពេលក្រោយទៀតអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នាពេលក្រោយទៀតបាយបាយ